តែអ្នកទាំងអស់គ្នាដឹងថាខ្លួនឯងមានផ្នត់គំនិតអ្វីដែរឬទេតោះឥឡូវយើងមកសាកល្បងធ្វើតេស្តទាំងអស់គ្នានៅក្នុងស្ថានភាពមួយអ្នកទៅសាលារៀនហើយវាគឺជាម៉ោងដែលអ្នកស្រឡាញ់បំផុតគ្រូបានចែកกระดาษប្រឡងពាក់កណ្ដាលឆមាសដែលកែរួចមកឲ្យសិស្សគ្រប់រូបហើយអ្នកបាត់បន្ទុកត្រឹមមធ្យមអ្នកមានអារម្មណ៍ថាខកចិត្តជាខ្លាំងចប់ម៉ោងអ្នកក៏ត្រឡប់ទៅកន្លែងផ្ញើម៉ូតូរៀបនឹងចេញទៅផ្ទះពេលទៅដល់ស្រាប់តែបាត់សម្បត្តិម៉ូតូទៀតអ្នកមានអារម្មណ៍ថាមួម៉ៅដល់ហើយពេលនោះអ្នកក៏ទូរស័ព្ទទៅមិត្តសម្លាញ់របស់អ្នកដើម្បីត្អូញត្អែប្រាប់គេគ្រាន់នឹងបានធូរចិត្តខ្លះមានអីតាក់ទងទៅគេក៏អត់អើពើជាមួយទៀតមកដល់ត្រឹមនេះតើអ្នកនឹងមានអារម្មណ៍បែបណានៅទីនេះគឺយើងមានមនុស្សជាពីរក្រុមទី1ពួកគេនឹងមានអារម្មណ៍បែបនេះហើយខ្ញុំពិតជាល្ងងដល់ហើយសម្បត្តិម៉ូតូក៏បាត់ពិតជាគ្មានបានការមែនហើយបើពួកម៉ាក់វិញនោះមិនមែនជាមិត្តល្អទៀតហើយជីវិតមួយនេះគឺពិតជាលំបាកណាស់តើខ្ញុំមានប្រយោជន៍អីទៅគ្មាននរណាគេស្រឡាញ់ខ្ញុំទេគ្មាននរណាជួយចិត្តខ្ញុំទេខ្ញុំធ្វើអីក៏បរាជ័យដែរហើយអ្វីដែលគេនឹងធ្វើនោះគឺមិនបាច់រៀនមិនបាច់សូត្រអីទៀតទេឈប់ផ្ញើម៉ូតូហើយមិនបាច់ជិះម៉ូតូមករៀនទៀតទេហើយរៀននោះក៏វាមិនចេះទៀតឈប់មករៀនតែម្ដងទៅមិត្តភក្តិក៏ឈប់តាក់ទងដែរគ្មានអ្នកណាមួយយល់ចិត្តទេបើសិនជាអ្នកស្ថិតនៅក្នុងមនុស្សដែលមានផ្នត់គំនិតបែបនេះនោះអ្នកគឺមានផ្នត់គំនិតទេយើងកន្លែងមកមើលក្រុមទី2វិញម្ដងមនុស្សមួយក្រុមនេះគេនឹងមានប្រតិកម្មថាមិនអីទេនេះគឺជាការប្រឡង midterm វាមិនមែនជាការប្រឡង final ផងហើយសម្បត្តិម៉ូតូគ្រាន់តែបាត់ទេតែម៉ូតូមានបែកបាក់ឯណាសំណាងហើយមិត្តភក្តិនោះប្រហែលជាមិនសប្បាយចិត្តរឿងអីមួយហើយបានអញ្ចឹងព្រោះហោះដល់អត់ដែរអញ្ចឹងទេហើយអ្វីដែលគេនឹងធ្វើនោះគឺខ្ញុំត្រូវតែខិតខំរៀនសូត្រឡើងវិញរកមើលថាតើខ្លួនឯងខុសនៅកន្លែងណាទៅធ្វើទៅបាត់បន្ទុកតែព្យាយាមទុកសម្បត្តិម៉ូតូឲ្យបានល្អជាងនេះប្រុងប្រយ័ត្នបន្ថែមទៀតហើយចាំពេលក្រោយចាំខលទៅមិត្តភក្តិម្ដងទៀតសួរគេមើលថាថ្ងៃមុននឹងយ៉ាងម៉េចដែរតែខ្ញុំមានអារម្មណ៍អត់សប្បាយចិត្តទេពេលដែលឯងធ្វើបែបនេះចំពោះខ្ញុំនេះគឺជាការប្រតិកម្មមួយផ្សេងខុសពីការប្រតិកម្មលើកមុនបើអ្នកមានប្រតិកម្មបែបនេះសូមអបអរសាទរអ្នកកំពុងតែមានផ្នត់គំនិតរីកចម្រើនផ្នត់គំនិតទេនឹងធ្វើឲ្យមនុស្សមើលឃើញបញ្ហាមួយคล้ายទៅជាបញ្ហាមួយដ៏ធំឆាប់ស្មុគស្មាញគិតអវិជ្ជមានច្រើនហើយភាគច្រើនមិនសូវផ្ដោតទៅលើដំណោះស្រាយនោះទេគឺផ្ដោតទៅលើបញ្ហាសម្រាប់ផ្នត់គំនិតរីកចម្រើនវិញពួកគេនឹងព្យាយាមមើលទៅលើស្ថានភាពជាក់ស្ដែងជាជាងផ្ដោតទៅលើបញ្ហាជាជាងទុនតូចទៅតាមអារម្មណ៍របស់ខ្លួនគិតវិជ្ជមានច្រើនហើយនៅពេលដែលមានបញ្ហាកើតឡើងគេព្យាយាមស្វែងរកដំណោះស្រាយជាជាងផ្ដោតទៅលើតែបញ្ហាផ្នត់គំនិតទេនឹងធ្វើឲ្យអ្នកមានជីវិតមួយស្មុគស្មាញច្រើនហើយភាគច្រើនគិតអ្វីគឺអវិជ្ជមានចំណែកផ្នត់គំនិតរីកចម្រើនវិញជួយឲ្យអ្នកមើលឃើញពិភពលោកកាន់តែទូលំទូលាយបើកចិត្តនៅក្នុងការសិក្សាអំពីបញ្ហាជាក់ស្ដែងហើយជឿទៅលើការខិតខំប្រឹងប្រែងបើសិនជាអ្នកទាំងគ្នាចង់ដុសខាត់ខ្លួនឯងឲ្យកាន់តែប្រសើរឡើងហើយចង់បានជីវិតមួយដែលកាន់តែល្អនោះគួរតែប្រកាន់យកផ្នត់គំនិតរីកចម្រើនឲ្យបានច្រើននរណាក៏មានតែផ្នត់គំនិតទេនិងផ្នត់គំនិតរីកចម្រើនដែរគ្រាន់តែថាពេលណាយើងមានផ្នត់គំនិតមួយណាច្រើនជាងវានឹងគ្រប់គ្រងមកលើយើងច្រើនជាងតែប៉ុណ្ណឹងស្វែងយល់បន្ថែមអំពីផ្នត់គំនិតនៅក្នុងសៀវភៅ Mindset ដែលបកជាភាសាខ្មែរផ្នត់គំនិតនិពន្ធដោយលោកស្រី Carol Esteve អ្នកទាំងគ្នាអាចស្វែងរកបាននៅហាងសៀវភៅ Cleo ដែលមានទីតាំងនៅខាងក្រោយ Eon 2 បូរី 10 Milan សាសុកច្រកទី2ឬតាក់ទងទិញបានតាម Page Cleo Cafe នៅហាងសៀវភៅដែលមានសេវាកម្មដឹកជញ្ជូនទូទាំងប្រទេសនិងក្រៅប្រទេសផងដែរក្នុងតម្លៃសមរម្យចឹងឥឡូវអ្នកទាំងគ្នាដឹងខ្លះៗហើយថាអ្នកទាំងគ្នាមានផ្នត់គំនិតបែបណាពេលនេះយើងអាចដុសខាត់ផ្នត់គំនិតរបស់យើងឲ្យកាន់តែប្រសើរឡើងវីដេអូនេះនាំមកជូនដោយ Kinora Brand សម្លៀកបំពាក់កូនខ្មែរដែលផ្ដោតលើគុណភាពនិងប្រណិតភាពនាងខ្ញុំ Jessie ជួបគ្នានៅវីដេអូក្រោយ